ភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តការងារនេះរំពឹងទៅលើអ្វីដែលជាការងារស្នូលដែលយើងត្រូវជជែកគ្នាបាទអរគុណឯកឧត្តមហេចន្ទីដែលបានលើកឡើងនៅចំណុចលម្អិតច្រើនហើយជាពិសេសសមិទ្ធផលរបស់លោកពុកខ្ញុំកន្លងមកគឺបានយកចិត្តដាក់ខ្ពស់ទៅលើការងារកំណែតម្រង់រដ្ឋបាលសាធារណៈហើយយើងបានកំណត់នូវគុណតម្លៃច្រើននៅក្នុងនោះបរិបទផ្លាស់ប្ដូរប៉ុណ្ណាក៏ដោយគុណតម្លៃជាមន្ត្រីរាជការគឺទៅដដែលទេគឺអ្វីដែលយើងរំពឹងថាជាគុណតម្លៃស្នូលនោះក្នុងក្របខ័ណ្ឌស្ថាប័នយើងត្រូវកំណត់ថាតើយើងត្រូវបន្ថែមចំណុចណាទៀតឲ្យស្របទៅនឹងអ្វីដែលជាការងារស្នូលរបស់ស្ថាប័នរបស់យើងតែការងារទាំងអស់នេះខ្ញុំសង្ឃឹមថានឹងអាចឈានទៅដល់ការរៀបចំជាសេចក្តីព្រៀងឲ្យបានក្នុងកម្រិតមួយដើម្បីយើងមានមូលដ្ឋានក្នុងការជជែកភាសាខ្លះយើងអាចមានការកំណត់នៅរបៀបនៃការអនុវត្តការងារបច្ចេកស័ព្ទដែលទៅប្រើប្រាស់ហ្នឹងវាមានលក្ខណៈពិសេសណាស់ក្នុងក្របខ័ណ្ឌការងារនេះប៉ុន្តែយ៉ាងណាមិញគឺជាការងារចាំបាច់ដែលយើងត្រូវតែរៀបចំឲ្យបានមិនអាចថាយើងអនុវត្តការងារស្នូលរបស់យើងដោយមិនមានការកំណត់នៅក្រមសីលធម៌របស់មន្ត្រីយើងទេហើយការងារទាំងអស់នេះខ្ញុំនឹងបន្តជជែកពិភាក្សាបន្ថែមជាមួយនឹងអ្នកនាំទូបន្ទុកទាំងអស់ជាពិសេសប្រធានអនុក្រុមការងារនីមួយៗនិងអនុប្រធានចន្ទ្រៃអនុប្រធាននិងសមាជិកទាំងអស់ហ្នឹងគឺយើងនឹងអាចឈានទៅដល់ការសម្រេចជាមួយគ្នាបានខ្ញុំមិនមែនទៅថាអូត្រូវតែចេះតែម្នាក់ឯងទៅហើយរត់ជំរុញបខំទាំងអស់គ្នាធ្វើមិនមែនទេបាទការងារនេះវាត្រូវតែចេញពីលើក្រមផងពីក្រមឡើងលើផងតើការកំណត់អិរិយាបថឲ្យបានស្របទៅនឹងអ្វីដែលយើងតម្រូវការរបស់ស្ថាប័នយើងក្នុងពេលបច្ចុប្បន្ននេះយើងត្រូវធ្វើមិនកម្រិតប៉ុណ្ណាខ្លះអានឹងយើងនឹងជជែកជាមួយគ្នាបាទ